ផ្លែប៉ោមមានអត្ថប្រយោជន៍ជាច្រើនដែលយើងមិនដឹងផ្លែប៉ោមមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលយើងដឹងផ្លែប៉ោមមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងផងដែរដូចជាជួយសម្រួលដល់សុខភាពពោះវៀនកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលសម្ពាធឈាមខ្ពស់ជំងឺទឹកនោមផ្អែមជំងឺបេះដូងការធាត់ជ្រុលនិងជំងឺមហារីកមួយចំនួនផងដែរទាំងនេះគឺជាអត្ថប្រយោជន៍ផ្លែប៉ោមច្រើនជាងអ្វីដែលយើងដឹងទី1ការពារជំងឺបេះដូងផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃខ្ពស់ដែលមានគុណប្រយោជន៍ក្នុងការធ្វើឲ្យកម្រិតកូលេស្តេរុលកាន់តែប្រសើរជាងមុនចំពោះអ្នកដែលចូលចិត្តញ៉ាំផ្លែឈើទាំងមូលរួមទាំងផ្លែប៉ោមផងនោះមានឱកាសលើសសម្ពាធឈាមតិចតួចជាមួយគ្នានេះដែរចំពោះស្ត្រីដែលញ៉ាំផ្លែប៉ោមច្រើនជាង7ឆ្នាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតទៅដល់22%ផងដែរទី2បង្កើនសុខភាពខួរក្បាលតាមរយៈការសិក្សាមួយបានឲ្យដឹងថាសម្រាប់មនុស្សវ័យចំណាស់ដែលតែងតែញ៉ាំផ្លែឈើស្រស់ៗនិងបន្លែជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងនៃមនុស្សចាស់បានរហូតទៅដល់30ទៅ35%ហើយនៅពេលដែលពួកគាត់ប្រកាន់ភ្ជាប់របបអាហារទាំងនេះកាន់តែយូរមុខងារនៃការយល់ដឹងរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដូចគ្នាទី3ជួយសម្រោចទម្ងន់ជាទូទៅផ្លែប៉ោមមួយផ្លែអាចធ្វើឲ្យយើងទទួលអារម្មណ៍ថាឆ្អែតជាមួយនឹងកាឡូរីទាបជាង100ប៉ុណ្ណោះដែលធ្វើឲ្យយើងស្រកទម្ងន់បានយ៉ាងងាយយោងតាមការសិក្សាមួយបានបង្ហាញថាអ្នកដែលញ៉ាំផ្លែប៉ោមមុនពេលញ៉ាំអាហារនឹងមានអារម្មណ៍ថាចាប់ឆ្អែតនិងស្កប់ស្កល់ជាងអ្នកដែលញ៉ាំទឹកផ្លែប៉ោមឬមិនញ៉ាំផ្លែប៉ោមទាល់តែសោះហើយការសិក្សាដដែលនោះក៏បានបញ្ជាក់ថាការចាប់ផ្ដើមញ៉ាំអាហារជាមួយនឹងទឹកផ្លែប៉ោមជួយឲ្យយើងទទួលបានកាឡូរីជាមធ្យមតិចជាងមុនទៅដល់200កាឡូរីបើប្រៀបធៀបនឹងអ្នកដែលមិនទាន់ញ៉ាំផ្លែប៉ោមទី4កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទផ្លែប៉ោមក៏មានអត្ថប្រយោជន៍ទប់ស្កាត់ជំងឺទឹកនោមផ្អែមផងដែរសម្រាប់អ្នកដែលញ៉ាំផ្លែប៉ោមមួយផ្លែឬច្រើនជាងនេះនៅក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ2បានរហូតទៅដល់23%បើធៀបទៅនឹងអ្នកដែលមិនញ៉ាំផ្លែប៉ោមសោះទី5ប្រឆាំងនឹងជំងឺមហារីកផ្លែប៉ោមគឺជាភ្នាក់ងារប្រឆាំងនឹងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈានមុខគេលំដាប់ទី2ទី6សម្រួលដល់ការរំលាយអាហារដូចយើងបានដឹងហើយថាអាហារដែលមានជាតិសរសៃគឺល្អសម្រាប់ការរំលាយអាហារហើយផ្លែប៉ោមក៏ជាពពួកផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃច្រើនផងដែរ